ហ្នឹងហើយ មិនពាក្យថា N3 N2 ក៏ថាបានតែពាក្យហ្នឹងវា Ascal ក្នុងការងារប្រើរបស់យើង ប្រាស់ដែរប្រើ Theory ឧបករ Ascal ណ៍ហ្នឹងគឺបានន័យថាAscal ហ្នឹងប្រែថាប្រើប្រាស់ចាត់ចែងវាមិនត្រឹមតែប្រើប្រាស់ទេត្រូវចាត់ចែងវាទៀត អញ្ចឹង នៅពេលដែលយើងទិញទូរស័ព្ទថ្មីទិញ tablet ថ្មីទិញទូរទស្សន៍ថ្មីគេមានTheory Ascal Show កระดาษណែនាំរបៀបប្រើប្រាស់ចាត់ចែងអាហ្នឹងគេហៅ Theory Ascal Show នេះហើយអញ្ចឹងគេហៅថាកระดาษអឺប្រើប្រាស់និងចាត់ចែងក្នុងអត្ថន័យរៀបចំទុកដាក់ថែទាំអីហ្នឹងក្នុងអត្ថន័យអញ្ចឹងណាហើយអញ្ចឹង A ចម្លើយដែល A គេដាក់ថាមិនដែរគេឲ្យយើងទៅប្រើប្រាស់ឧបករណ៍អគ្គិសនីដោយដៃសើ ដៃ ម សើមហើយដល់ B គេដាក់ Densen ខ្សែភ្លើង Densen Tande អីគេ temo ដែរ siosu Itande Itemo ស៊ីយ៉ូសឺអញ្ចឹងអ៊ីតាមើលនឹងប្រើខូចខាតណាហើយចាយើងប្រើប្រាស់អាខ្សែភ្លើងដែលមានការខូចទោះបីជាអាខ្សែភ្លើងដែលមានការខូចខាតហ្នឹងក៏យើងប្រើដែរមិនដែរ ខូ B ហ៎ មិនត្រូវប្រើទេ ហើយយើងមកមើល C គេដាក់យ៉ាងយូម៉ែនេះ Denki Sesbio Denken ស្រឹកជាពាក្យ Denki Sesbi ទេជាពាក្យ Denki ទេ Denki Akisani បើកភ្លើង ហើយ មុននឹងធ្វើការសូមយើងត្រូវការត្រួតពិនិត្យ ត្រួតពិនិត្យ គ្រឿងបរិក្ខារអគ្គិសនីនៅមុនពេលការងារ ធ្វើការ Denki Sesbi ហ្នឹងគឺប្រើថាគ្រឿងបរិក្ខារអគ្គិសនីណាហើយ Sesbi ហ្នឹងគ្រឿងបរិក្ខារណាហើយ គ្រឿងបរិក្ខារ ដល់ពេល Denki Sesbi ហ្នឹងគ្រឿងបរិក្ខារអគ្គិសនី អគ្គិសនី ហើយយើងមើល D Consento Merini នឹកគឺយើងដកខ្សែភ្លើងដកដុយដោយបង្ខំណាហើយចម្លើយ C ចម្លើយ D មែន C អីគេ B C C អូខេ ចម្លើយញ៉ាំ ហើយអញ្ចឹងចម្លើយវាគឺ C ណាហើយអញ្ចឹង Kanden Boshi ជាពាក្យ Kanden Boshi ទេ បង្ការឆក់ខ្សែភ្លើង ហើយបង្ការការឆក់ខ្សែភ្លើងហ្នឹងទី1គេតែងកែហើយដល់ពេល Kawaitate ដៃស្ងួត Kawaitate ហ្នឹងគឺផ្ទុយពីហើយ Naretate ណាហើយផ្ទុយពីដៃសើមគឺដៃស្ងួតណាហើយ Dengen Offer ជាពាក្យ Dengen ទេ Dengen ប្រភពភ្លើង ប្រភពអគ្គិសនីនឹងជាពាក្យ Offer ទេ បិទ ហើយបិទប៉ារ៉ែតយល់ស្រួលយល់បិទប៉ារ៉ែតណា